បាទស្វាគមន៍ទាំងអស់គ្នានេះជារបៀបថ្មីមួយទៀតនៅក្នុងការបង់រំលោះបាទដែលយើងកណនីទៅលើការបង់រំលោះប្រភេទបង់ប្រចាំខែថេបាទអញ្ចឹងយើងកណនីពីណាទៅណាអញ្ចឹងដំបូងយើងអាចកណនីពីកន្លែងនេះទៅមុនដូចគ្នាអញ្ចឹងសមតប្រាក់ដើមរបស់យើងជាពាក់គេប្រមាណនៅដើមខែអញ្ចឹងដូចមុនជាពាក់គេ700យើងវាយលេខ700ចូលក៏បានបាទវាយចុចសញ្ញាស្មើទៅយកលេខលើនេះក៏បានដែរអញ្ចឹងយើងដាក់700តែម្ដងទៅកុំបាច់គិតច្រើនអូខេអញ្ចឹងចំណុចទី2ត្រូវគណនាកន្លែងណាយើងត្រូវគណនាកន្លែងនេះមុនណាទឹកប្រាក់បង់ប្រចាំខែហ្នឹងយើងបង់ប្រចាំខែថេអញ្ចឹងយើងប្រើរង្វាន់នៅខាងក្រោមនេះគេប្រាប់ថាឲ្យយើងប្រើរង្វាន់ PMT select ទៅលើការប្រាក់ក្បៀស1 select ទៅលើរយៈពេលក្បៀស1យើងដាក់សញ្ញាដកហើយ select ទៅលើប្រាក់ដើមបាទអញ្ចឹងមានសម្រាយនៅខាងក្រោមហើយអញ្ចឹងវាយមកស្មើ PMT យើង select ទៅលើអត្រាការប្រាក់សិន 1.9 ចាក់សៅ1ក្បៀស1 select ទៅលើរយៈពេលខ្ចីចាក់សៅ1 F4 បាទក្បៀសដាក់សញ្ញាដកចុចទៅលើទំហំអនុទានដែលយើងខ្ចី$800ចាក់សៅមួយដែរយើងចាក់សៅដើម្បីយើងអូសទៅវាតំណែងវាទៅមុខណាបើយើងអត់ចាក់សៅវាចេញតែគាត់ថាអូសអត់កើតអូខេអញ្ចឹងបើសិនជាទំហំអនុទានយើងប៉ុណ្ណឹងរយៈពេលខ្ចី12ខែអត្រាការប្រាក់យើង 1.9 យើងត្រូវបង់ប៉ុន្មានមិនគិតច្រើនទេចម្លើយនឹងលោតឲ្យ$66ក្នុងមួយខែអានេះយើងអូសបានបាទមិនគិតច្រើនអូសយកមកបាទអញ្ចឹងទាំងអស់600អស់789ទាំងដើមទាំងការបាទអូខេអញ្ចឹងយើងមកគណនាជាបន្តរប្រាក់ដើមខែហ្នឹងមានប្រមាណហើយការប្រាក់មានប្រមាណអញ្ចឹងយើងរកការប្រាក់ចេញសិនបានយើងរកប្រាក់ដើមឃើញការប្រាក់ដូចរដងគឺយើងយកកន្លែងហ្នឹងទៅគុណនឹង 1.9 បាទ enter មកចេញចម្លើយហើយបាទអញ្ចឹងកន្លែងនេះស្រួលរកទេយើងយកកន្លែងទឹកប្រាក់បង់ប្រចាំខែដកជាមួយនឹង13 66ដក13ឃើញប្រាក់ដើម52បូក13ចេញ66បាទយើងផ្ទុយពីមេរៀនមុនណាបាទកុំចេះនៅសល់ប៉ុន្មានចេះនៅសល់កណនីដូចគ្នាមួយលំហាត់មុនយក700ដកប៉ុន្មានបាទមិនមែនដក66ទេគឺដកនឹង52ខ្ចីគេ$800សងគេអស់52អញ្ចឹងនៅសល់ប៉ុន្មានតែ648ចឹងកន្លែងនេះបានពីណាបាទយកពីកម្ចីអ្នកសល់មកកម្ចីអ្នកសល់យើង648បាទយើង select យកតំណែងអញ្ចឹងម្ដងទៅហើយយើងអូសមកហើយមកបាទអានេះវាអត់តន់ចេញចម្លើយទេដោយសារកន្លែងនេះអត់តន់មានចម្លើយណាហើយការប្រាក់នេះយើងអូសឲ្យហើយដែរមកអានេះយើងអូសឲ្យដែរមកអូសទាំងអស់សិនបានចម្លើយចេញប្រងគ្នាហ្មងយ៉ាអញ្ចឹងកន្លែងនេះបើឃើញ0ហើយនេះបើឃើញ0មានន័យថាត្រូវហើយបាទអញ្ចឹងដើមអស់800កែអស់89ទាំងអស់889ជាទឹកប្រាក់ដែលយើងត្រូវបង់ឲ្យគេទាំងដើមទាំងការ